แต่บองប្អូនដែលប្រើប្រាស់បណ្ដាញសង្គមបងប្អូនដែលប្រើប្រាស់ TikTok បងប្អូនដែលប្រើប្រាស់បណ្ដាញសង្គមផ្សេងគ្រប់កម្មវិធីទាំងអស់សូមមេត្តាបង្ហោះរូបបង្ហោះវីដេអូនៅទស្សនវិជ្ជាទាំងអស់នេះសំឡេងរបស់បងប្អូននឹងដើរតួនាទីសំខាន់មែនទែនក្នុងការបង្ហាញទៅកាន់អន្តរជាតិថាប្រជាជនកម្ពុជាកំពុងតែត្រូវការសន្តិភាពនិយាយពាក្យថា together for peace អូខេតោះតើបងប្អូនទាំងអស់គ្នាឥឡូវនេះយើងត្រៀមចាប់ផ្ដើមដំណើរព្យុហយាត្រារបស់យើងដើរដើម្បីសន្តិភាពអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយនៅ Are you ready បន្តិចទៀតយើងនឹងធ្វើការរាប់ជូនហើយព្យុហយាត្រារបស់យើងនឹងចាប់ផ្ដើមដើរទៅតែម្ដងអ្នកទាំងអស់គ្នាសូមរក្សាសណ្ដាប់ធ្នាប់រក្សានូវភាពតែបងប្អូនដែលប្រើប្រាស់បណ្ដាញសង្គមបងប្អូនដែលប្រើប្រាស់ TikTok បងប្អូនដែលប្រើប្រាស់បណ្ដាញសង្គមផ្សេងគ្រប់កម្មវិធីទាំងអស់សូមមេត្តាបង្ហោះរូបបង្ហោះវីដេអូនៅទស្សនវិជ្ជាទាំងអស់នេះសំឡេងរបស់បងប្អូននឹងដើរតួនាទីសំខាន់មែនទែនក្នុងការបង្ហាញទៅកាន់អន្តរជាតិថាប្រជាជនកម្ពុជាកំពុងតែត្រូវការសន្តិភាពនិយាយពាក្យថា together for peace អូខេតោះតើបងប្អូនទាំងអស់គ្នាឥឡូវនេះយើងត្រៀមចាប់ផ្ដើមដំណើរព្យុហយាត្រារបស់យើងដើរដើម្បីសន្តិភាពអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយនៅ Are you ready បន្តិចទៀតយើងនឹងធ្វើការរាប់ជូនហើយព្យុហយាត្រារបស់យើងនឹងចាប់ផ្ដើមដើរទៅតែម្ដងអ្នកទាំងអស់គ្នាសូមរក្សាសណ្ដាប់ធ្នាប់រក្សានូវភាពថ្លៃថ្នូររបស់យើងក្នុងនាមជាប្រជាពលរដ្ឋខ្មែរដែលតែងតែមានភាពចាស់ទុំនៅក្នុងខ្លួនទោះបីជានៅក្នុងថ្ងៃនេះយើងមានការជួបជុំរហូតដល់ខ្ទង់ម៉ឺនអ្នកយ៉ាងណាក្តីប៉ុន្តែយើងត្រូវតែនៅតែប្រាប់ពិភពលោកថាប្រជាជនកម្ពុជាតែបងប្អូនដែលប្រើប្រាស់បណ្ដាញសង្គមបងប្អូនដែលប្រើប្រាស់ TikTok បងប្អូនដែលប្រើប្រាស់បណ្ដាញសង្គមផ្សេងគ្រប់កម្មវិធីទាំងអស់សូមមេត្តាបង្ហោះរូបបង្ហោះវីដេអូនៅទស្សនវិជ្ជាទាំងអស់នេះសំឡេងរបស់បងប្អូននឹងដើរតួនាទីសំខាន់មែនទែនក្នុងការបង្ហាញទៅកាន់អន្តរជាតិថាប្រជាជនកម្ពុជាកំពុងតែត្រូវការសន្តិភាពនិយាយពាក្យថា together for peace អូខេតោះតើបងប្អូនទាំងអស់គ្នាឥឡូវនេះយើងត្រៀមចាប់ផ្ដើមដំណើរព្យុហយាត្រារបស់យើងដើរដើម្បីសន្តិភាពអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយនៅ Are you ready បន្តិចទៀតយើងនឹងធ្វើការរាប់ជូនហើយព្យុហយាត្រារបស់យើងនឹងចាប់ផ្ដើមដើរទៅតែម្ដងអ្នកទាំងអស់គ្នាសូមរក្សាសណ្ដាប់ធ្នាប់រក្សានូវភាពថ្លៃថ្នូររបស់យើងក្នុងនាមជាប្រជាពលរដ្ឋខ្មែរដែលតែងតែមានភាពចាស់ទុំនៅក្នុងខ្លួនទោះបីជានៅក្នុងថ្ងៃនេះយើងមានការជួបជុំរហូតដល់ខ្ទង់ម៉ឺនអ្នកយ៉ាងណាក្តីប៉ុន្តែយើងត្រូវតែនៅតែប្រាប់ពិភពលោកថាប្រជាជនកម្ពុជា